សូមជូនរឿងនិស័យស្នេហ៍និស័យស្នេហ៍និស័យស្នេហ៍ព្រំលីខិតចាកាពីបបេស្រីនៅលើលោកល្អមិនតិចទេតែបងគួរស្នេហ៍តែរូបកល្យានមានស្នេហ៍ស្នងបងស្នេហ៍តែអូនមួយស្នេហ៍តតែព្រួយបុនលោកត្រួយចង់បានណែបនឹកគៀកកាយខ្នល់ខ្នើយលើទ្រូងកល្យានស្រង់ក្លិនភុំផានព្រៀបបានឋានសុខីលីផាន់រងនិងនីសាតែងទៅសាលាជាមួយគ្នារៀងរាល់ថ្ងៃអើយគ្រាន់តែទៅសាលាសោះនឹងតែខ្លួននោះតែងធ្វើតែទៅ shopping អញ្ចឹងផាន់រងគ្រាន់តែចាំខ្ញុំបន្តិចក៏ពុំបានដែរខ្ញុំតែងមិនមែនឲ្យតែគេមើលណាផាន់រងឯងក៏អាចមើលបានដែរតាខ្ញុំឆ្ងល់នីសាឯងធ្វើខ្លួនរៀងរាល់ថ្ងៃធ្វើនោះធ្វើប៉ុន្តែរៀនបកែទៀតណាតាឈប់និយាយយើងទៅរៀនឡើងបន្តមកតែហាមអោបចង្កេះខ្ញុំណានីសាក៏តបផាន់រងឯងត្រូវចាំថាប្រយ័ត្នខ្ញុំប្រាប់លោកអ៊ំទៅព្រោះលោកអ៊ំបាននិយាយថាផាន់រងឯងត្រូវតែជូនខ្ញុំទៅសាលារៀងរាល់ថ្ងៃណាហើយគ្មានកិច្ចវេះអ្វីទាំងអស់ណាអាងអីអាងប្រាប់ផាន់រងនិងនីសាត្រូវគ្រួសារទាំងពីរបានផ្សំគុំគ្នារួចទៅហើយចាំពេលតែពួកគេរៀនចប់ប៉ុណ្ណោះតែពួកគេអត់បានដឹងខ្លួនទេកល្យាននីសាហើយនិងពិសីគឺជាមិត្តនឹងគ្នាសួស្តីនីសាកើតអីហ្នឹងបានធ្វើមុខកញ្ញើអញ្ចឹងកល្យានគ្នាអត់មានកើតអីទេពេលនោះដែរពិសីក៏និយាយនីសាប្រហែលជាខឹងបងផាន់រងហើយបើគ្នាវិញបានអ្នកឌុបសង្ហាបែបនេះគ្នាមិនខឹងទេណាពេលនោះកល្យានក៏តបណែប៉ិនណោះចុះលំហាត់គណិតវិទ្យាដែលលោកគ្រូដាក់ឲ្យធ្វើហើយឬនៅបានជាសប្បាយចិត្តយ៉ាងនេះមិត្តភ័ក្តិគ្នាទៅហើយនោះចាំមើលពេលប្រឡងគណិតវិទ្យាដឹងតែនិទេសអេហើយពេលនោះដែរផាន់រងនៅអត់ស្ងៀមក៏និយាយខ្ញុំសុំចូលរៀនមុនហើយព្រោះថាទីនេះសម្បូរអ្នកមានវោហារស័ព្ទណាព្រោះខ្ញុំអត់ទៅពូកែខាងហ្នឹងទេខ្ញុំសុំទៅរៀនមុនហើយពិសីក៏ឆ្លើយយីឌឺផងនេះពួកយើងទាំងអស់គ្នានិយាយអញ្ចឹងពេលម៉ោងលិបគ្នាចង់បបួលពួកឯងទៅលើអង្គុយលេងក្រោមដើមរាជព្រឹក្សទៀតអីព្រោះថាកល្យានសួរព្រោះអីគេឬក៏ឯងចង់ទៅជួបពីអ្នកនោះទៀតមែននីសាបាននិយាយពីអ្នកណាគេ ព
ពិសីតបគឺព្រះរាជបុត្រនោះអីពួកគេសង្ហាមិនចាញ់បងផាន់រងទេណាយើពួកឯងមានមិត្តភក្តិថ្មីអត់ប្រាប់យើងផងហ៎កល្យានក៏បានឆ្លើយជារឿងចៃដន្យទេនីសាហើយពួកយើងក៏មិនបានធ្វើមិត្តនឹងគ្នាឯណាគ្រាន់តែបានជួបនិយាយបន្តិចបន្តួចប៉ុណ្ណោះនិយាយពីឧត្តមនិងពន្លឺវិញក្រោយពីបានជួបពិសីមកខ្ញុំមានអារម្មណ៍ថាដូចជានឹកមិនមកទេឧត្តមពួកម៉ាស្រឡាញ់ស្រីក្នុងវិសិក្សាគឺខ្លីវិជាណាព្រោះថាយើងជាប្រុសបើធ្លាក់បាក់ឌុបដូចទឹកស៊ុបអត់ប៊ីចេងអញ្ចឹងពន្លឺបានតបរឿងនេះត្រូវមួយផ្នែកដែរប៉ុន្តែបើយើងមានសេចក្តីស្នេហាក្នុងពេលសិក្សាប៉ុន្តែយើងកុំធ្វើអ្វីដែលហួសដែនកំណត់យើងគ្រាន់តែគិតមួយចំណែកទូចតែប៉ុណ្ណោះយើងត្រូវយកពេលវេលាទៅគិតខំរៀនសូត្រសិក្សាស្រាវជ្រាវដើម្បីឲ្យការរៀនសូត្ររបស់យើងនិងដើម្បីការប្រឡងរបស់យើងនៅពេលខាងមុខហ្នឹងបានតែល្អត្រូវទេសម្លាញ់ពន្លឺបាននិយាយឧត្តមចាំម៉ោងលីបយើងគិតទៅលេងនៅក្រោមដើមរាជព្រឹកទៀតអត់គ្នាព្រឹកមិញនឹងរៀនច្រើនគ្នាមានអារម្មណ៍ដូចចង់ stress ចង់ទៅលំហែអារម្មណ៍អត់បន្តិចមិនដែរសម្លាញ់អត់អីទេសម្លាញ់តាមសម្លាញ់ចុះរឿងនិស្ស័យស្នេហ៍ភាគទី2ចប់តែត្រឹមនេះសូមបងប្អូនទាំងអស់គ្នាជួយចុច like ហើយនិង follow បន្ថែមផងណាសូមអរគុណជម្រាបលា